mây xịaជំរាបសួរលោកគ្រូសូមលោកគ្រូជួយបញ្យល់អំពីការបូជាតើការបូជាផ្កាចំពោះព្រះពុទ្ធធ្វើសម្រាប់តែថ្ងៃសិលឬយ៉ាងណាម្យ៉ាងឧស្សាហ៍អានេះឆ្លើយមួយសិនអានឹងយើងទម្លាប់យើងឲ្យទៅដល់ថ្ងៃសិលអញ្ចឹងទៅយើងទម្លាប់បូជាក៏ល្អដែរយើងវាមិនមានពេលរាល់ថ្ងៃណាហ្នឹងហើយប៉ុន្តែជាទំនៀមនៅសម័យពុទ្ធកាលបើយើងមើលប្រវត្តិពុទ្ធកិច្ចទៅព្រះអង្គប្រព្រឹត្តបបញ្ហេបណ្ឌបាតាំងពេលព្រឹកព្រះអង្គនិមន្តបិណ្ឌបាតសាយន្តហេធម្មទេសនាងរសៀលព្រះអង្គសម្ដែងធម៌ជាប្រចាំហើយមើលបរិស័ទវិញគេទៅវត្តពេលព្រឹកមានបបរមានអីចឹងទៅវត្តណាចឹងបានប្រវត្តិរឿងនាងវិសាខាលោកសម្ដែងថាតហរៈសាមណេរាខ្ញុំច្រើនប្រែលេងតាមគ្រូខ្ញុំទៅសាមណេរស្ទាវនឹងវិខកំឡោះហ្នឹងហើយបើយើងប្រែត្រឹមត្រូវថាសាមណេរជំទង់និងវិខកំឡោះប៉ុន្តែយើងចូលចិត្តលេងទៅថាសាមណេរស្ទាវតាមពិតសម្រាប់គោទេហ្នឹងហើយតហរៈសាមណេរាតហរៈនឹងវិខកំឡោះហើយសាមណេរាហ្នឹងគឺសាមណេរគឺជំទង់នឹងឯងតែងតែកលេចមើលដៃរបស់លោកយាយវិសាខាថាបើទៅពេលព្រឹកបែបមានបបរមានអីហើយគាត់ទៅរាល់ថ្ងៃណាគាត់ទៅនេះគាត់ទៅមិនចាំបាច់ដល់ថ្ងៃសិលអីផងហើយទៅពេលណាគាត់ទៅស្ដាប់ធម៌នៅក្នុងដៃហ្នឹងមានផ្កាមានគ្រឿងបូជាអីចឹងទៅណាហ្នឹងហើយមិនមែនសម្រាប់តែថ្ងៃសិលទេពីព្រោះព្រះអង្គសម្ដែងធម៌រាល់ថ្ងៃមិនមែនសម្ដែងតែថ្ងៃសិលទេនៅវត្តចេតពុនក្តីរាជក្រឹសក្តីទីណាដែលព្រះអង្គទ្រង់គង់នៅនឹងវាលែងតែថ្ងៃណាដែលព្រះអង្គមិននៅព្រះអង្គទៅប្រោសសត្វក្នុងទីដតីអញ្ចឹងណាហ្នឹងហើយបើថាព្រះអង្គគង់នៅតាណាកិច្ចសម្ដែងធម៌ជាប្រចាំហ្នឹងហើយពេលរសៀលហ្នឹងហើយសាយន្តហេធម្មទេសនាងហ្នឹងហើយតែដល់ពេលល្ងាចឲ្យអាវាតប្រលប់ហ្នឹងឲ្យអាវាតវិខសង្ឃណាដល់ពេលត្រៀតដោះស្រាយប្រស្នាទេវតាចិត្តភ្លឺប្រមាលមើលបនិស័យសัตว์រាល់ថ្ងៃអញ្ចឹងដែលដឹងថាគេទៅមិនមែនតែថ្ងៃសិលខ្ញុំឆ្លើយតាមរឿងលោកយាយវិសាខាអញ្ចឹងណាក្នុងគម្ពីរធម្មបតតកថាសម្ដែងពីប្រវត្តិវិសាខាហ្នឹងឲ្យទៅវត្តពេលព្រឹកមើលក្នុងដៃមានបបរមានអីចឹងហើយថាពេលទៅខ្សែសៀលហ្នឹងមានផ្កាមានអីទៅបូជាមិនតែយាយវិសាខាទេបរិស័ទអីផ្សេងហ្នឹងទៅបូជាព្រះកន្ធកុដកុដហ្នឹងបានជាឈ្មោះថាគន្ធៈកុដហ្នឹងកុដដែលមានក្លិនក្រអូបហ្នឹងគឺក្រអូបដោយគ្រឿងបូជាហ្នឹងមានផ្កាមានភ្ញីអីជាដើមដែលគេទៅបូជាហ្នឹងទៅឈ្មោះថាគន្ធកុដហ្នឹងហើយចឹងមិនមែនសម្រាប់តែថ្ងៃសិលទេតែបើយើងធ្វើបានតែថ្ងៃសិលក៏វាអត់មានបញ្ហាអីព្រោះយើងវាមិនមែនមានពេលរាល់តែថ្ងៃអត់បញ្ហាអីទេប៉ុន្តែបើយើងនិយាយថាថ្ងៃផ្សេងចង់ធ្វើដែរតែវាមិនមែនជាថ្ងៃសិលអានឹងទៅជាបញ្ហាទិដ្ឋិរបស់យើងណាហ្នឹងហើយតែហើយដូចយើងយកចង្ហាន់ទៅប្រគេនភិក្ខុសាមណេរឆាន់អញ្ចឹងណាបើយើងគិតថាចាំថ្ងៃសិលចាំយកទៅប្រគេនលោកឆាន់បើថាថ្ងៃមួយបានម្ហូបឆ្ងាញ់ចង់តែយកទៅប្រគេនលោកឆាន់តោះតាំងមិនមែនថ្ងៃសិលចឹងទៅសូមមេត្តាអត់ទោសលោកកូនមកទាំងចាក់អត់ចូលទាំង3ចាក់ទៅណាចាក់ចូលក្នុងហ៎ចាសូមទាននេះមួយបាទឧទាហរណ៍អញ្ចឹងបងប្អូនជួយគិតមើលបាននំឆ្ងាញ់មក
នឹកលោកម្ចាស់ចង់យកទៅប្រគេនលោកឆាន់បន្តថ្ងៃនេះអត់ថ្ងៃសិលស្រេចត្មងបុណ្យត្រូវកើតវាទៅជាលែងកើតអាហ្នឹងទិដ្ឋិហ្នឹងវាខាមបុណ្យអញ្ចឹងហ្នឹងអញ្ចឹងអញ្ចឹងយើងសួរត្រឡប់មកវិញចេះតែអញ្ចឹងលោកឆាន់ម្ហូបអាហារទៅថ្ងៃសិលឯងហើយថ្ងៃខុសពីសិលលោករើសគ្រោះរើសថ្មជុំវិញពហិឆាន់មែនអត់ទេថ្ងៃណាក៏ឆាន់ដែរមែនទេថានេះមិនមែនលោកម្ចាស់នឹងតម្រូវឲ្យតែយើងយកទៅទេលោកក៏មានឱកាសត្រូវបិណ្ឌបាតអីចឹងបើកាន់ថាការដែលយើងយល់មិនត្រូវវាធ្វើឲ្យខកឱកាសក្នុងការបំពេញកុសលឬស្ដាប់ធម៌ចឹងដែរគឺថាទៅវត្តស្ដាប់ធម៌ថ្ងៃសិលនឹកថាគឺចង់ទៅវត្តទៅស្ដាប់ធម៌តោះតែមិនមែនថ្ងៃសិលដល់ចឹងទៅវាទុកឲ្យ6 7ថ្ងៃទៀតហ្នឹងវាមិនបានស្ដាប់ចឹងថ្ងៃណាក៏បានដែរចឹងបានកន្លែងស្ដាប់ធម៌ហ្នឹងគឺកាលេនធម្មសវណ្ណៈនេះគឺថាវាមិនមែនទល់ថ្ងៃនេះថ្ងៃនោះទេថាលោកបញ្ជាក់ថាក្នុងគណៈខ្លះឧទាហរណ៍ដូចជាវិតកៈវាកើតឡើងជាកាមវិតកៈឬក៏ព្យាបាទវិតកៈវាកើតឡើងហើយចិត្តនឹងវាស្ងប់រងាប់ទៅវិញវាមិនកើតអញ្ចឹងទៅក៏នឹកឃើញលោកម្ចាស់នឹកឃើញប្រធេរៈអីដែលអាចឲ្យអាវាតបានក៏ចូលទៅរកលោកដើម្បីស្ដាប់ធម៌ហ្នឹងឈ្មោះតែស្ដាប់ធម៌តាមកាលឃើញទេដល់យើងអត់ដឹងអូមានពាក្យថាស្ដាប់ធម៌តាមកាលអញ្ចឹងថ្ងៃហ្នឹងមិនមែនថ្ងៃសិលទៅស្ដាប់អត់កើតទេមិនមែនអញ្ចឹងទេកាលគឺកាលដ៏សមគួរទីមួយក៏លោកតនេដែរលោកក៏អាចសម្ដែងប្រាប់យើងបានដែរហើយបើជាភិក្ខុសាមណេរនៅនឹងវត្តស្រាប់នៅនឹងជាអ្នកបួសស្រាប់ហ្នឹងគឺថាកាលពេលវេលាដែលគួរស្ដាប់ធម៌ហ្នឹងព្រឹកល្ងាចហ្នឹងពេលដែលចូលទៅបម្រើប្រធេរៈអីហ្នឹងលោកឲ្យអាវាតហ្នឹងសិតតែពេលគួរស្ដាប់ទាំងអស់អាហ្នឹងហៅថាស្ដាប់ធម៌តាមកាលហ្នឹងហើយកិច្ចដែលត្រូវស្ដាប់ត្រូវរៀនហ្នឹងភិក្ខុសាមណេរត្រូវរៀនច្រើនទេអើយត្រូវរៀនច្រើនជាងកុហកហ្នឹងហើយមានឱកាសច្រើនសង្ឃឹមថាតទៅនឹងមានចំនួនភិក្ខុសាមណេរជាអ្នកចេះធម៌ចេះវិន័យនឹងច្រើនជាងបាសកបាសិកាហ្នឹងហើយបាសកបាសិកាដែលមិនធ្លាប់បួសណាលើកលែងពួកកណាធ្លាប់បួសចេញអាហ្នឹងមិនរាប់ចូលទេហ្នឹងក៏ពួកខ្ញុំកណាធ្លាប់បួសនេះមិនយកមកបោកថាជាបាសកបាសិកាចេះច្រើនជាងលោកអីអត់ទេអត់បោកចឹងទេព្រោះធ្លាប់បួសដែលខ្ញុំកណានិយាយនេះគឺថាប្រៀបទៅនឹងពុទ្ធបរិស័ទជាពិសេសបាសិកាទាំងឡាយដែលគាត់មិនដែលបួសជាភិក្ខុជាសាមណេរតែឱកាសឥឡូវនេះបែរទៅជាចេះធម៌បែរទៅជាចេះវិន័យបែរទៅជាអាចបង្រៀនធម៌បានអាហ្នឹងយើងគួរគិតដែរហ្នឹងហើយពួកកណាធ្លាប់បួសនេះមិនបាយរាប់ចូលទេនៅតែក្នុងបពុទ្ធអ្នកបួសដដែលទេមែនទែនទៅហើយសំណួរតទៅទៀតនេះម្យ៉ាងទៀតឧស្សាហ៍ឬយាយសំសិលគាត់តែងនិយាយថាទិញចេកថ្វាយព្រះតើដង្វាយព្រះជាអ្វីដែលត្រឹមត្រូវដែរលោកគ្រូអត់មានអីកត្តាកំណត់ទេជ្រះថ្លាអីធ្វើនឹងទៅតែសំគួរតាមព្រះវិន័យអញ្ចឹងណាហើយវា it is compulsory ន័យថាអញ្ចឹងវាជ្រើសរើសបានតែធ្វើក៏បានមិនធ្វើក៏បានហើយចង់បូជាអីក៏បានឲ្យតែចិត្តជ្រះថ្លាអញ្ចឹងណាតែត្រូវយល់ឲ្យត្រូវថាព្រះគ្មាននៅទទួលនឹងទេហ្នឹងគ្រាន់តែថាមានព្រះពុទ្ធរូបដូចជាព្រះអង្គនៅទីហ្នឹងយើងថ្វាយអង្គមគិតថាដូចព្រះអង្គនៅទីហ្នឹងថ្វាយអង្គមថ្វាយផ្កាថ្វាយអីចឹងទៅតែបើយល់ថាព្រះពុទ្ធហ្នឹងកំពុងតែគង់ទទួលយើងមែនទែនហើយព្រះអង្គឲ្យយើងសុខសេរីសួស្តីចេះចុះអាហ្នឹងចូលទៅថែផ្សេងទៀតហ្នឹងហើយនឹងត្រូវរៀនសូត្រសំណួរបន្តទៀតនេះគឺបុញBUN ហេកហ្នឹងអានបុញឯបុនឡាយបុនឡាយជំរាបសួរលោកគ្រូខ្ញុំចង់សួរលោកគ្រូថាហេតុអ្វីកោសច្ចៈមគ្គសាថយៈមិនរាប់ចូលក្នុងអកុសលចេតសិក14អញ្ចឹងលោកគ្រូមិនអញ្ចឹងណា
មកពីអីណោះមកពីពាក្យថាមក្ខៈមកពីពាក្យថាសាថយៈមកពីពាក្យថាកោសច្ចៈហ្នឹងព្រះអង្គសំដែងក្នុងន័យផ្សេងក្នុងន័យប្រសូតអញ្ចឹងណាហ្នឹងហើយដល់តួចេតសិក14ហ្នឹងនិយាយក្នុងន័យអភិធម្មប៉ុន្តែមិនមែនធម៌ផ្សេងទេកោសច្ចៈហ្នឹងគឺការខ្ជិលច្រអូសហ្នឹងអង្គធម៌គឺថៃនមិទ្ធៈហ្នឹងឯងថៃនមិទ្ធៈចេតសិកហ្នឹងឯងមានអីអញ្ចឹងហើយបានការដែលយើងរៀនចិត្តចេតសិករូបហ្នឹងវាដឹងវាអត់វែងធម៌អញ្ចឹងណាពេលយើងទៅឃើញពាក្យផ្សេងជាធម៌អកុសលដែរប៉ុន្តែចំអាមិនផ្សេងទៀតហើយដល់ពេលយើងអត់រៀនបរមត្ថធម៌ដូចយើងរៀនទៅដូចកាន់តែឃើញច្រើនអញ្ចឹងចំធម៌ច្រើនម៉េះហ្នឹងទៅរៀនមួយហ្នឹងខំយល់មួយហ្នឹងទៅយល់វាមិនត្រូវទៀតហ្នឹងប៉ុន្តែដល់ពេលយើងចេះអាដើមនេះចិត្តចេតសិករូបនេះយើងឃើញពាក្យផ្សេងក៏ដោយតែគិតដល់សភាវៈស្រាប់តែទាញចូលមកនៅក្នុងចិត្តចេតសិករូបហ្នឹងអត់មែនទៅណាផងអញ្ចឹងកោសច្ចៈហ្នឹងខ្ជិលច្រអូសមិនអញ្ចឹងទេប្រែអញ្ចឹងខ្ជិលច្រអូសហ្នឹងអង្គធោស្អីក្នុងអកុសលចេតសិក14ក្រៅវិថីនិមិត្តៈនោះអត់មានអីផ្សេងទេគ្រាន់តែប្រើពាក្យផ្សេងរបៀបថាដូចលោភៈអញ្ចឹងណាហើយយើងមិនឆ្ងល់ទេចុះកាមតណ្ហារាគៈមិនក៏មិនប្រើក្នុងអកុសលចេតសិកផងតែនឹងសិលលោភៈអស់ហើយគឺវាបែកវាគ្រាន់តែបែកទៅអញ្ចឹងហ្នឹងហើយតាមសំនួនវោហានៃអ្នកស្រុកអ្នកទេសគេនិយាយអីទៅវាយល់អីគេនិយាយអានោះតែអាខាងដើមរបស់វាហ្នឹងគឺអង្គធម៌នៃបរមត្ថធម៌4ហ្នឹងចិត្តចេតសិករូបទាំងពីរហ្នឹងប៉ុន្តែយើងមិនដឹងអាខាងដើមច្បាស់ឃើញកោសច្ចៈចំធម៌ថ្មីអកុសលថ្មីគេអកុសលចេតសិកមានតែប៉ុណ្្នឹងឯងដល់កោសច្ចៈមកមិនចូលតាណាតាណីចេះណាទៅណាណីចេះតែអត់មានអីខុសពីថៃណៈនិងមិទ្ធៈទេមក្ខៈរមិលគុណអង្គធម៌គឺមោហៈការមិនដឹងគុណនេះអត្ថកថានៃអង្គុត្រនិកាយទុក្ខនិបាតលោកបញ្ជាក់ការដឹងនឹងតួបញ្ញាហើយអាមិនដឹងហ្នឹងគឺមោហៈឃើញអត់គឺមក្ខៈរមិលគុណយើងជួនកាលយើងលើពាក្យហ្នឹងយកមកអធិប្បាយលង្វល់ពេញហ្នឹងប៉ុន្តែអត់ដឹងអង្គធម៌ដើមនិយាយជួនកាលនិយាយទៅតាមទិដ្ឋិរបស់យើងនិយាយទៅលេខតោសៈផងក៏មាននិយាយកន្លែងបៀតបៀននិយាយកន្លែងវៃម៉ែនិយាយពាក្យកន្លែងពោលពាក្យចេះវាទៅជារឿងច្បល់វាមិនដឹងអាណាជាអាណាតែយើងដឹងថារមិលគុណមិនដឹងគុណហ្នឹងគឺមោហៈមានអីឃើញទេច្បាស់ចែតែចុះសាធិយៈនួតអួតអាងអួតអាងមានអីខុសពីមានចេតសិកហ្នឹងឯងឃើញទេប៉ុន្តែកាន់ប្រើពាក្យក្នុងបទសូត្រទៅក៏ប្រើពាក្យសាធិយៈចឹងទៅអួតទៅឯងគ្រាន់បើជាងគេទៅឃើញទេនឹងឃើញលំអនៃការសិក្សាបរមត្ថហ្នឹងវាច្បាស់ធរអញ្ចឹងណាវាអត់វែងអានអីក៏យើងអត់វែងដែរបន្តទៅទៀតសុខមាវតីប្រុកសូមគោរពជំរាបសួរលោកគ្រូពីចម្ងាយខ្ញុំមានសំណួរមួយចង់សួរលោកគ្រូតើអកុសលធម៌ប៉ុន្មានដួងដែលអាចឲ្យវិបាកក្នុងប្រវត្តិកាលបានទាំងអស់
អូកុសលធម៌ ហ្នឹងហើយចម្លើយក្នុងក្រុមមាន29ដួងសម្រាប់ខ្ញុំយល់ថាមហកតកុសលមិនអាចឲ្យវិបាកក្នុងប្រវត្តិកាលបានព្រោះវិបាកឲ្យក្នុងជាតិបន្តសូមលោកគ្រូជួយបញ្យល់បានពីព្រោះឲ្យក្នុងជាតិបន្តក៏ពិតមែនប៉ុន្តែវាឲ្យទាំង3កាលឲ្យទាំងបដិសន្ធិកាលប្រវត្តិកាលនិងចតិកាលពីព្រោះអីពីព្រោះមហកតកុសលអូមើលមកឈប់សម្រាប់ខ្ញុំយល់ថាមហកតកុសលមិនអាចឲ្យវិបាកក្នុងបានហ្នឹងហើយបាទមហកតកុសលវាបង្កើតផលជាមហកតវិបាកឧបមាថារូបាវចរកុសលរូបាវចរកុសលវាឲ្យបង្កើតវិបាកជារូបាវចរវិបាកណាឧទាហរណ៍ថាបុគ្គលនឹងបឋមឈានជាអ្នកឲ្យផលធម្មឈានកុសលដល់បង្កើតឲ្យបដិសន្ធិក្នុងរូបព្រំអញ្ចឹងទៅគឺរូបាវចរវិបាកហ្នឹងជាតួបដិសន្ធិហើយមួយទៅក៏ចប់ទៅដល់ចប់ទៅវាត្រូវមានប្រវាំងឃើញទេតួប្រវាំងហ្នឹងដែលនៅក្នុងប្រវត្តិកាលហ្នឹងហើយវាត្រូវមានប្រវាំងបើសិនអត់មានប្រវាំងទេបដិសន្ធិហើយស្លាប់បាត់ហើយមាននៅអីអញ្ចឹងប្រវត្តិកាលហ្នឹងរាប់ចាប់តាំងពីថេតខណៈនៃបដិសន្ធិមកម្លេះមែនទេទៅតែឥឡូវយើងឲ្យដាច់ទៅថារាប់ទៅបឋមប្រវាំងមកចុះហៅថាប្រវត្តិកាលណារហូតមុនចតិហ្នឹងអាយុឧទាហរណ៍500កាប់អញ្ចឹងគឺថាអាហ្នឹងជាប្រវត្តិកាលដែលកើតប្រវាំងទៅសារភពជាតិកំណើតរបស់ព្រំហ្នឹងអញ្ចឹងជាមហកតវិបាកហ្នឹងហើយដល់ចុងក្រោយបំផុតហ្នឹងក៏តួមហកតវិបាកហ្នឹងជាអ្នកចតិដែរណាចិត្តចុងក្រោយបំផុតហ្នឹងចតិកាលឃើញទេបាទអញ្ចឹងมันអាចចិត្តណាមួយឲ្យបដិសន្ធិហើយគ្មានប្រវត្តិកាលទេអញ្ចឹងណាហ្នឹងហើយបើអាចឲ្យបដិសន្ធិបានគឺត្រូវតែមានប្រវត្តិកាលនិងចតិកាលហើយចិត្តហ្នឹងយើងមើលអត់មានចិត្តតួបដិសន្ធិណាកើតមកធ្វើតែបដិសន្ធិតទេទេអត់ទេយើងមើលឧបមាដូចជាអហេតុកវិបាក2ដួងមិនអញ្ចឹងណាផ្នែកអកុសលវិបាកឲ្យបដិសន្ធិក្នុងអបាយសត្វឲ្យប្រវាំងរសាមករហូតអញ្ចឹងទៅហ្នឹងប្រវត្តិកាលហើយរហូតដល់ចតិកាលចិត្តហ្នឹងធ្វើកិច្ច5 2ក្នុងទ្វា3ក្រៅទ្វាបន្ទាប់មកផ្នែកកុសលវិបាកក៏មួយដែរហ្នឹងហើយក្នុងសុគតិដែលមិនសម្បូរបុណ្យអញ្ចឹងត្រូវមានសន្តិរណៈតតិលំបណៈបដិសន្ធិប្រវាំងចតិ5ដូចគ្នាចិត្តដែលធ្វើកិច្ចបដិសន្ធិតែកិច្ចកណ្ណតិចមកគឺមហាវិបាកធ្វើកិច្ច4ក្នុងទ្វា1គឺតតិលំបណៈហើយនឹងក្រៅទ្វា3ឃើញទេបដិសន្ធិប្រវាំងចតិអញ្ចឹងកាលណាធ្វើបដិសន្ធិប្រវាំងចតិគឺវាវិលទៅទាំង3កាលហ្នឹងហើយប៉ុន្តែក្នុងអំណាចរបស់កុសលហ្នឹងគឺមិននិយាយថាឲ្យផលទាំងបដិសន្ធិឲ្យផលទាំងប្រវត្តិកាលឲ្យផលទាំងចតិកាលគេអត់និយាយទាំង3ចឹងទេគេគ្រាន់និយាយថាឲ្យផលទាំងបដិសន្ធិកាលនិងប្រវត្តិកាលពីព្រោះអាចតិហ្នឹងកន្លែងវាស្លាប់ទៅហើយហ្នឹងហើយចិត្តដែលធ្វើកិច្ចបដិសន្ធិឲ្យកាន់តែតិចមកគឺពួកមហកតវិបាកហ្នឹងហើយឬបដិសន្ធិប្រវាំងចតិអញ្ចឹងបើវាបដិសន្ធិប្រវាំងចតិហើយតើវាមានតែបដិសន្ធិឬក៏ត្រូវមានប្រវត្តិកាលដែរប្រវត្តិកាលហ្នឹងគឺមិនមែនប្រវត្តិកាលក្នុងជាតិហ្នឹងទេជាតិធ្វើកម្មហ្នឹងឯងគឺប្រវត្តិកាលក្រោយពីអាជាតិបន្ទាប់នោះដែលបដិសន្ធិជាព្រំហើយនឹងរស់ជាព្រំហ្នឹងណាប្រវាំងជាព្រំហ្នឹងណាប្រវត្តិកាលហ្នឹងគ្រាន់តែថាវាមិនប្រព្រឹត្តទៅក្នុងវិថីទ្វារវិថីទេជាទ្វារវិមុតប៉ុណ្្នឹងឯង
Yên sụt thana yên vọt thana Xôm chùm ràn pô lục cửu mà cả tên Xôm lục cửu chui phần dôl prum miên rúp nâng rúp ở prum Còn nâng về chia cầm nào sạch chỉ sạch đây và đại xăm thị đòi mà hạ cật tạo vị bà để anh dây mình nâng tên prum miên rúp cứ prum để đâu miên bánh chạc hànhហើយមានបញ្ចខណ្ឌហ្នឹងមាន15មានតែឯកខណ្ឌមាន1អសញ្ញ័យសត្តានោះមានតែរូបសុទ្ធ15ទៀតហ្នឹងគឺមានបញ្ចខណ្ឌណាមានរូបមានវេទនាមានសញ្ញាមានសង្ខារមានវិញ្ញាណណាទេណាគ្រាន់ថារូបបើប្រៀបជាមួយនឹងសត្វក្នុងបញ្ចវោការភពភពដែលមានខណ្ឌ5ក្នុងកាមាវចរៈភូមិនេះទៅដល់រូបព្រំហ្នឹងដកខ្លះរូបព្រំ15ហ្នឹងដករូបខ្លះដូចជាចក្ខុប្រសាទរូបខេនប្រសាទរូបជីវហាសំទោសមានដកចក្ខុដកខេនប្រសាទរូបខេនជីវហាប្រសាទរូបកាយប្រសាទរូបអីអត់មានទេភាវៈរូបអីអត់មានទេនិយាយពីចិត្តហ្នឹងក៏បាត់ខ្លះដែរដូចជាចិត្តធំក្លិនក៏គ្មានចិត្តដឹងរសជាតិក៏គ្មានចិត្តដឹងក្តៅត្រជាក់គ្មានទេហ្នឹងហើយមានតែចិត្តឃើញចិត្តឮចិត្តគិតអញ្ចឹងបើនិយាយផ្នែកផ្លូវចិត្តហើយដោយឡែកអសញ្ញ័យសត្តាណាដែលយើងសូត្រក្នុងយ៉ាងកេញនិយាយចសត្តាចសញ្ញណោអីនៅដើមសត្វណាមានសញ្ញានិងអត់សញ្ញាហ្នឹងសញ្ញ័យសត្តាហ្នឹងគឺថាមានតែរូបខណ្ឌទេមិនមានវេទនាសញ្ញាសង្ខារវិញ្ញាណទេណានឹងរូបដែរតែពិសេសផ្សេងព្រោះការចម្រើនឈានហ្នឹងគឺបង្អោនទៅដើម្បីមិនមានចិត្តដោយក្នុងគំនិតហ្នឹងគិតថាកាលណាមានចិត្តទៅវាខ្វល់តែចិត្តដឹងរឿងឡើងគឺថាខ្វល់អញ្ចឹងបងអោនទៅដើម្បីអត់ចិត្តបានទៅកើតតំណឹងហើយដល់ទៅអរូបព្រំមាន4ណាមាន4ហៅដូចឈ្មោះចិត្តចឹងព្រំអរូបព្រំ4ហ្នឹងមានអាកាសានញ្ចាយតនៈព្រំវិញ្ញាណញ្ចាយតនៈព្រំអាកញ្ចញ្ញយតនៈព្រំហើយនឹងនេវសញ្ញានាសញ្ញាយតនៈព្រំហ្នឹងគឺមាននាមខណ្ឌ4គឺមានវេទនាសញ្ញាសង្ខារវិញ្ញាណតាំងនៅដោយអំណាចឈានដែលមិនមានការបរិភោគកវលង្ការាហើយទេព្រំទាំងអស់ទាំងរូបព្រំក្តីប៉ុន្តែចិត្តឃើញចិត្តឮចិត្តធំក្លិនចិត្តដឹងរសជាតិចិត្តក្តៅតិចអីអត់មានទេមានតែមโนទ្វេរវិថីនិងទ្វេរវិមុតតិចិត្តហ្នឹងកាន់តែល្អទៅដោយសារអីដោយសារការដែលចម្រើនឈានមុនហ្នឹងមុតជាតិមុនហ្នឹងជាមនុស្សជាទេវតាអីក្តីហ្នឹងគឺបង្អោនទៅដើម្បីមិនមានរូបដោយសារឃើញថារូបហ្នឹងមានរូបវាមានរោគវាមានទុក្ខទោសច្រើនអញ្ចឹងណាហ្នឹងហើយដកដោយឆន្ទរាគៈក្នុងរូបហ្នឹងយើងបានកើតជាអរូបព្រំនឹងឯងណាអាយុវែងណារហូតដល់84000កាប់អីក៏មានដែរហ្នឹងប៉ុន្តែចុងបញ្ចប់មកក៏ត្រូវតែចុតិវិលក្នុងសង្សារវដ្តនឹងវិញតរាបណាមិនតាន់បានសម្រេចនៅគុណធម៌ចន់ខ្ពស់ដូចជាសោតាជាដើមណានឹងប៉ុណ្ណឹងទេវារឿងនឹងនិយាយច្រើនទៅក៏វាចេះតែច្រើនទៅ
ជួយសិដ្ឋាលោកគ្រូខ្ញុំមានសំណួរមួយថាតើសភាពនៃការកើតខ្យល់អាណាបាដោយមិនដេចហ្នឹងហើយយើងទាំងអស់គ្នាហ្នឹងសុទ្ធតែមានអាណាបាទាំងអស់តាអាណាបាណៈហ្នឹងប្រែតែខ្យល់ចេញខ្យល់ចូលគ្រាន់ថាយើងដឹងឬមិនដឹងតែប៉ុណ្ណោះទេខ្យល់ចូលដឹងថាវាចូលទេចេញដឹងថាវាចេញទេហ្នឹងហើយចឹងមិនចាស់ច្រើននិយាយថាមិនដឹងខ្យល់ណា ម្ចាស់សំណួរមិញថែមមកទៀតរឿងប្រវត្តិការអាយ៉ាទៅណាបាទម្ចាស់សំណួរសួររឿងមហិកតៈមិញនោះដូច្នេះសូមបញ្ជាក់បន្ថែមពាក្យថាប្រវត្តិការមិនរាប់តែបច្ចុប្បន្នទេគឺរាប់យកជាតិបន្ទាប់ទៀតនឹងពាក្យថាប្រវត្តិកាលគឺអាចន្លោះពេលដែលរស់ហ្នឹងគណៈរស់នៅហ្នឹងហៅថាប្រវត្តិកាលហើយជាតិមុនក៏ដោយជាតិនឹងក៏ដោយជាតិក្រោយក៏ដោយ100ជាតិទៀតក៏ដោយឲ្យតែបន្ទាប់ពីបដិសន្ធិទៅហ្នឹងគេហៅថាប្រវត្តិកាលពួកកាលវាមាន3កាលនៃជីវិតរបស់យើងហ្នឹងមានបដិសន្ធិកាលគឺគណៈពេលបដិសន្ធិព្រឹបអត្តបងហ្នឹងហៅថាបដិសន្ធិកាលតែមកព្រឹបហ្នឹងអបាតគណៈតែមកព្រឹបហ្នឹងហើយត្រឹមថេតិគណៈនៃបដិសន្ធិទៅហ្នឹងគេចាត់ទុកជាប្រវត្តិកាលហើយវាប្រវត្តិមានន័យថាវាប្រព្រឹត្តទៅប្រវត្តិហ្នឹងវាប្រព្រឹត្តទៅរហូតដល់ថេតិគណៈនៃចុតិហើយដល់ពេលគណៈភង្គៈឬក៏ការរលត់នៃចុតិចិត្តចុងក្រោយបំផុតហ្នឹងបានឈ្មោះថាចុតិកាលអញ្ចឹងរយៈកាលពីបដិសន្ធិណាហើយនឹងរហូតដល់មុនចុតិបន្តិចហ្នឹងអានឹងឯងថាប្រវត្តិកាលមានន័យថាកាលនៃការរស់នៅអញ្ចឹងពីជាតិមុនក៏ដោយឧបមាថាយើងលើកពីជាតិមុនចុះជាតិមុនរបស់ព្រះវេស្សន្តរហ្នឹងបដិសន្ធិពឹបក្នុងផ្ទៃម្ដាយលោកអាហ្នឹងឈ្មោះថាបដិសន្ធិហើយគួរហ្នឹងចាប់ដើមធំទៅរហូតមកហ្នឹងណាអានេះហៅថាប្រវត្តិកាលហើយប្រវត្តិកាលមិនមែនទល់តែកើតទេណានៅក្នុងពោះហ្នឹងប៉ុន្តែក្រោយពីបដិសន្ធិមកហ្នឹងហៅថាប្រវត្តិកាលមានន័យវាចម្រើនឡើងរស់នៅរហូតទៅកើតមករហូតដល់ថ្ងៃចុតិអាហ្នឹងហៅថាប្រវត្តិកាលហើយអាក្រឹកចុងក្រោយហ្នឹងបានជាចុតិកាលហ្នឹងហើយជាតិមុននោះហើយជាតិនេះរបស់យើងបដិសន្ធិពឹបក្នុងផ្ទៃម្ដាយយើងហ្នឹងអាហ្នឹងបដិសន្ធិកាលមកពឹបហ្នឹងរួចមកចម្រើនមកធំរហូតដល់កើតរហូតដល់ថ្ងៃហ្នឹងរហូតទៅស្អែកខាន់ស្អែករហូតទៅសិតតែប្រវត្តិកាលទាំងអស់អញ្ចឹងកាលទាំង3មានតែប្រវត្តិកាលទេដែលវាច្រើនជាងគេយូរជាងគេអញ្ចឹងណាបើយើងប្រៀបជាមួយម៉ាស៊ីនណាយើងប្រៀបយ៉ាងកន្លែងយើងល្វីយើងប្រឡែងសប៉ាប់វាទៅខឹកអាខឹកដំបូងហ្នឹងដូចបដិសន្ធិកាលអញ្ចឹងដល់ទៅគឹងរហូតឆេះ1ម៉ោង2ម៉ោងទៅអាហ្នឹងដូចប្រវត្តិកាលហ្នឹងដល់ចុតិកាលដូចអាកន្លែងមកខ្សឹកចុងក្រោយអាហ្នឹងដូចចុតិកាលអញ្ចឹងចឹងមនុស្សសត្វយើងតែកើតម្ដងមានកាលទាំង3ហ្នឹងហើយឲ្យតែកើតត្រូវតែមានកាលទាំង3ហ្នឹងហើយទោះបីស្លាប់តាំងពីក្នុងពោះក៏ដោយព្រោះតែបដិសន្ធិបន្តិចទៅត្រូវគេយកចេញអញ្ចឹងក៏នៅតែមានប្រវត្តិកាលដែរពីព្រោះវាមិនមែនបដិសន្ធិពុបចុតិពុបទេវាត្រូវអាចរអិលទៅ1នាទី2នាទីអីចឹងដែរមុំតែគេដាក់ថ្នាំមុំតែស្លាប់ទៅវិញដោយសារថ្នាំហ្នឹងឧទាហរណ៍ណាហ្នឹងហើយ
រំរេតសូមជម្រាបសួរលោកគ្រូខ្ញុំរៀនចិត្តនឹងចេតសិកចប់អញ្ញសមាណាទាំង13ហើយនៅអកុសលនិងសោបនៈចេតសិកទៀតតែខ្ញុំមិនតន់ទាញប្រយោជន៍បានសោះចិត្តនៅតែគិតរវើរវាយគិតច្រើនពិបាកចិត្តតើត្រូវប្រតិបត្តិបែបណាទើបទាញប្រយោជន៍បានហ្នឹងហើយមែនតើទៅបើសិនជារៀនដើម្បីទាញប្រយោជន៍ពីការរៀននឹងហ្មងណាដោយតាំងចិត្តអញ្ចឹងណាគឺកាន់តែឆ្ងាយពីប្រយោជន៍ហ្នឹងពីព្រោះអីពីព្រោះមកដោយអំណាចតណ្ហាយើងចង់បានផលពីការរៀនហ្នឹងអញ្ចឹងណាអញ្ចឹងបានខ្ញុំចេះតែដាស់តឿនថារៀននេះកុំយកតណ្ហាមករៀនតែយកតណ្ហាមករៀនឆាប់បាក់ទឹកចិត្តណារៀននេះវាមិនស្របតណ្ហាព្រោះតណ្ហាយើងចង់ចែកចង់ចោចង់ឲ្យចិត្តនឹងចែកចង់ឲ្យចិត្តនឹងចោពងបាក់ចិត្តជាពាក់លុយគេបាក់ចិត្តចង់អប់ឲ្យរៀនចិត្តសឹកឲ្យបាក់ឈប់បាក់ចិត្តមិនរួចហ្នឹងហើយអត់បានទេពីព្រោះអីពីព្រោះលក្ខណៈអកុសលទាំងអស់ហ្នឹងវាមានធាតុរបស់វាអញ្ចឹងគេរៀនឲ្យដឹងដែរមិនរៀនឲ្យឈប់បាក់ចិត្តណាឃើញទេរៀនឲ្យឃើញធម៌កើតពីបច្ច័យរៀនឲ្យដឹងតែព្រះថាម៉េចដល់តើព្រះអង្គថាមកយើងយកមកផ្ទៀងផ្ទាត់ទៅឃើញអាចង្វាក់នៃចិត្តចេតសិករូបនឹងវាត្រូវដូចព្រះអង្គថាអញ្ចឹងទៅវាជ្រះថ្លាទៅជ្រះថ្លាទៅអាតួជ្រះថ្លានោះស្អីគេមិនកុសលហើយដល់កុសលវាទៅលៀងអីទៅលៀងអាគិតច្រើនហ្នឹងទៅលៀងអបបាក់ចិត្តហ្នឹងហើយសទ្ធាវាមិនតាន់កើតផងឲ្យទៅឈប់បបាក់ចិត្តមិនកើតឃើញទេហ្នឹងហើយគឺទៅដោយសទ្ធាចឹងបានព្រះរាមាភិភាពព្រះអង្គត្រាស់ថាទ្វារនៃព្រះនិព្វានហ្នឹងបើកហើយសត្វដែលមានសោតៈហ្នឹងចូលបញ្ចេញនៅដៃគឺសទ្ធាមកចោះហ្នឹងហើយតែរៀនដោយតណ្ហាយើងខ្លាចតែច្រើនពេកទេខ្លាចតែច្រើនពេកជុំខ្ញុំរៀនចប់ស្អីគេចប់អកុសលចេតសិកហើយអញ្ញសមាណាហើយនៅសោមនៈទីនេះមកដល់ថ្ងៃនេះខ្ញុំតន់ដឹងឃើញស្អីផងស្អីអ្នកគិតនោះអកុសលចេតសិកហ្នឹងគិតនោះតួវិតកៈហ្នឹងតួកាមវិតកៈជាដើមហ្នឹងវាត្រេះទេថាអញបានអីមករៀនហ្នឹងវានៅតែអញហ្នឹងឯងប៉ុន្តែបើរៀនដោយសទ្ធាជ្រះថ្លារៀនដោយតថាគតពោធិសទ្ធាណាគឺសទ្ធាជឿជាក់ទៅលើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធគឺរៀនទៅគឺថាជ្រះថ្លាទៅជ្រះថ្លាទៅចិត្តហ្នឹងកាន់តែស្អាតទៅស្អាតទៅស្អាតទៅយូរទៅអាពិបាកចិត្តហ្នឹងវាមិនដឹងទៅណាបាត់អស់ទៅណាយើងគ្មានទៅធ្វើវាទេប៉ុន្តែទឹកថ្មីវាហូរមកឧបមាថាដូចក្នុងអូមួយហ្នឹងវាខ្វល់ទឹកនឹងយូរហើយព្រោះវាបិទអត់ឲ្យទឹកថ្មីចូលដល់ពេលយើងបើកវង្វះនឹងភ្លៀងទឹកថ្លាវាហូរចូលមកយូរវាចេះតែហូរទៅហើយយើងបើកទទួលទឹកថ្មីមកតែរហូតទៅយូរទៅអាទឹកល្អនឹងតាណាអស់ទៅប៉ុន្តែមែនតើយើងបើកយកតែទឹកថ្លាឲ្យហូរមកតាប៉ុន្តែវាមិនដែលធ្វើវាមិនធ្វើកិច្ចរបស់វាមិនអញ្ចឹងហ្នឹងហើយហើយដល់យើងអត់បើកឲ្យទឹកថ្មីចូលគោតែទឹកល្អនឹងដដែលវាបានតែល្អហ្នឹងឯងចឹងបានមានមីងម្នាក់គាត់និយាយតាំងខ្ញុំនៅបួសឥឡូវគាត់នៅតែជ្រះថ្លាស្ដាប់ហ្នឹងគាត់ថាមុននឹងស្ដាប់ធម៌យល់ហ្នឹងសេចក្តីទុករបស់គាត់ហ្នឹងសឹងថាភ្នំពីធ្ងន់ល្មិចហ្នឹងដូចថាស្ទើមិនដឹងថាពរនីមិនចេញមិនដឹងពរនីមិនចេញតែគាត់ស្ដាប់ពិចារណាយូរប៉ុន្តែស្ដាប់ពិចារណាណាស្ដាប់ចេះតែស្ដាប់ពិចារណាយូរទៅគាត់ជ្រះថ្លានឹងធម៌គាត់ស្ដាប់យូរទៅវាត្រូវយូរគាត់ឆ្ងល់ថាមិនដឹងទុកហ្នឹងវាបាត់តាំងពីអង្កាលទៅវាអត់ដឹងវាលោបបាត់ពីចិត្តគាត់ពីអង្កាលទៅទៀតវាបាត់ទៅនិយាយទៅក៏ឲ្យគាត់លឺទៅអូស្ត្រាលីយើងហ្នឹងហើយឃើញទេព្រោះគាត់អត់ខ្លាចស្ដាប់ច្រើនពេកទេឃើញទេស្ដាប់ទៅវាជ្រះថ្លាស្ដាប់ទៅវាជក់ចិត្តស្ដាប់ទៅវាត្រូវពិចារណាក្នុងជីវិតវាត្រូវអូអាហ្នឹងអញ្ចឹងតាអូវាសមហេតុអញ្ចឹងតាអញ្ចឹងតា
ព្រោះសេចក្តីទុកផ្លូវចិត្តរបស់យើងនោះវាចេះថាហេតុអីបានអញ្ចឹងហេតុអីបានអញ្ចឹងវាអត់យល់ពីហេតុហ្នឹងណាដល់ស្ដាប់ទៅវាយល់ធัวកើតពីហេតុសិតតែសមហេតុផលរបស់វាបានកើតអញ្ចឹងទៅដល់អាតួសោបណៈធัวនោះវាកើតឡើងទៅដឹងថាអូអាហ្នឹងវាអញ្ចឹងបានអញ្ចឹងហ្នឹងណារបៀបដូចយើងដាច់ភ្លើងវាលោតកងតាក់យើងដឹងថាកន្លែងណាដាច់អញ្ចឹងណាវាមានទៅតោះអីទៅមើលទៅក្នុងហ្នឹងឃើញទេនឹងអញ្ចឹងហើយត្រូវធ្វើបែបណាហ្នឹងខ្ញុំគ្មានឧបាយថាធ្វើបែបណាទេគឺរៀនឲ្យយល់សិនហ្នឹងហើយលើកជាឧទាហរណ៍ដូចជា អ្នកមានទុកទាំងឡាយដែលច្រើនទៅជួបព្រះសម្មាសម្ពុទ្ធហ្នឹងឃើញទេគ្មានពីណាទៅសួរថាព្រះអង្គហើយតើខ្ញុំបដិបត្តិធម៌មិនទៅព្រះអង្គមានទេមានណាសួរចឹងគេចង់ដឹងថាព្រះអង្គនិយាយថាម៉េចហ្នឹងទៅស្ដាប់ហ្នឹងខ្លះទៅអង្គុយអង្គុយក្រោយគេស្ដាប់ជុំអញ្ចឹងណាអញ្ចឹងណាអញ្ចឹងទេហ្នឹងដូចយើងកំពុងឆ្ងល់ចំណោតអញ្ចឹងណាចំណោតមេរៀនគណិតវិទ្យាអីយើងឆ្ងល់ស្រាប់គ្រូបញ្យល់អូអញ្ចឹងសោះអញ្ចឹងសោះអីគិតវាមិនឃើញអីដល់អញ្ចឹងឆ្លាស់ដឹងទៅស្រួលមកអីចំណោតថ្នាក់ទី5នោះឲ្យយើងរៀនកខរៀនលេខ1លេខ2លេខ3ចុះមិនចឹងរៀនមកដល់នេះដោះមិនតាន់រួចទៀតរួចមិនរួចយើងរៀនមិនតាន់ចំកលឹះហ្នឹងហើយដល់កលឹះវាទៅអូស្រួលជាងបកចេកទៀតចិត្តដូចគ្នាចឹងដែរបាទចឹងពាក្យថាទាញប្រយោជន៍អីមិនបានហ្នឹងយើងមិនយល់ប្រយោជន៍ហ្នឹងទៀតប្រយោជន៍នេះស្អីឥឡូវចង់ទាញប្រយោជន៍អីមិនរៀនចេតសិកហ្នឹងបើតែប្តីទៅមានខាងក្រៅរៀនឲ្យប្តីមកវិញអញ្ចឹងមែនរៀនចេតសិកហ្នឹងកូនរៀនអត់ប្រកែស្រាប់យើងរៀនកូនរៀនប្រកែអញ្ចឹងមែនយើងទីចង់ទាញអាហ្នឹងទាញតាមណៃលោភៈទាញមិនក៏បានហើយប្រយោជន៍មែនទេគឺត្រង់ដែលកុសលធម៌វាកើតគណៈរៀនហ្នឹងគណៈស្ដាប់ហ្នឹងតែគណៈរៀនគណៈស្ដាប់ហ្នឹងតួសទ្ធាតួបញ្ញាកើតអាហ្នឹងហើយជាតួប្រយោជន៍ទៅយកប្រយោជន៍អីជាងសទ្ធានិងបញ្ញាដែលវាកើតឡើងកំណត់ដឹងថាវាយ៉ាងម៉េចហ្នឹងអាហ្នឹងឯងវាជាតួប្រយោជន៍គឺតួកុសលធម៌ដែលវាកើតឡើងប្រកបដោយបញ្ញាហ្នឹងឯងហើយបើកុសលធម៌ប្រកបដោយបញ្ញាធ្វើឲ្យមនុស្សកើតទុក្ខយើងច្រើនច្រឡំគាត់ធ្វើបុណ្យច្រើនណាប៉ុន្តែគាត់បាក់ចិត្តណាអាបាក់ចិត្តហ្នឹងមិនមែនធ្វើបុណ្យទេមិនមែនកុសលទេអាតួពិបាកចិត្តហ្នឹងបាបតើរៀនតិចទៀតទៅដឹងហើយតួបាក់ចិត្តហ្នឹងស្អីមិនទោសៈចេតសិកហ្នឹងហើយបើទោសៈចេតសិកកើតតែរហូតហ្នឹងបុណ្យស្អីវាបាបហ្នឹងហើយទៅមុខព្រះថ្វាយជែកមួយស្និតហ្នឹងសុំស្អីពីព្រះអង្គហ្នឹងមានបុណ្យនេះណាបាបហ្នឹងតួទិដ្ឋិហ្នឹងហើយទិដ្ឋិហ្នឹងឲ្យកើតបុណ្យហើយបើសាងតែបាបអញ្ចឹងឲ្យសុខមិនពាក្យថាសុំសុខប៉ុន្តែកំពុងកពូនសេចក្តីទុក្ខឃើញទេហើយបើមិនរៀនដឹងបញ្យល់ថាម៉េចទេបងប្អូនដឹងបញ្យល់ថាម៉េចទេយើងឃើញទេដូនតាយើងមីងមាយើងគាត់បន់ប្រានឹងបន់តាំងគាត់នៅក្មេងរហូតដល់គាត់អាយុ78ដល់នៅតែបន់ហ្នឹងជួបរឿងអីបន្តិចយំបែបបែដែលមានទៅណារួចទេមានទេមកពីអីថាមកពីអត់ធ្វើបន់មែនតែនមកហ្នឹងទៅតែបន់រាល់ថ្ងៃហ្នឹងនាំគ្នាថ្វាយគុំព្រះឯហ្នឹងមកពីគិតថាថ្វាយគុំព្រះទៅបានសេចក្តីសុខព្រះហ្នឹងអ្នកផលិតជារោងចក្រផលិតសុខឲ្យយើងលោតែមានអ្នកគេមកប្រកាសឲ្យវាច្បាស់ថាអូវាគ្មានបានអីទេសុខហ្នឹងកើតពីខ្លួនឯងនេះខ្ញុំឈប់ទៅចិត្តព្រះហ្នឹងឥឡូវអញ្ចឹងឈប់ទៅឥឡូវរាល់ថ្ងៃហ្នឹងព្រះនៅមានធូបហុយដលោមមុខហ្នឹងមកពីគេយល់ថាព្រះហ្នឹងជារោងចក្រផលិតសុខឲ្យគេទេគេនិយាយថ្វាយហ្នឹងលោកព្រះអង្គទៅទេតថាគតបរិណិព្វានហើយគ្មានផលិតសុខឲ្យឯងអីបានទេធ្វើខ្លួនឯងកូនគេហៅថាពុទ្ធអង្គណាមួយលោកចេញមកប្រាប់ចឹងណាពុទ្ធរូបចេះនិយាយទៅចេះហើយថាឥឡូវតថាគតទៅវិញហើយតថាគតឈប់នៅហ្នឹងណាឈប់មកថ្វាយអញ្ចឹងទៀតប៉ុន្តែអញ្ចឹងទូស្វាយលើសដើមមិនដឹងពុទ្ធចេះនិយាយ
ទិដ្ឋិហ្នឹងវាខ្លាំងអញ្ចឹងណារៀនឲ្យយល់ពាក្យពុទ្ធមួយឲ្យសង្កេតមើលរៀនពីអីសង្កេតហ្នឹងរៀនពីអីសង្កេតហ្នឹងទៅវាកើតអញ្ចឹងមែនអត់អញ្ចឹងណា បាទបញ្ជាក់មកថែមទៀតរឿងខ្យល់អាណាប៉ាបើដូច្នោះការកើតខ្យល់អាណាប៉ារបស់ព្រះយោគីទាំងឡាយឈ្មោះថាមិនសូវបានខ្លឹមទេឬបើខ្យល់អាណាប៉ាត្រឹមតែជាខ្យល់ដង្ហើមចេញនិងដង្ហើមចូលធម្មតាតាមពិតខ្យល់គឺធម្មតាប៉ុន្តែសំខាន់ដែលយើងយកទៅប្រើរបៀបម៉េចអញ្ចឹងណាខ្យល់គឺធម្មតាខ្យល់ខាងក្រៅខ្យល់ចេញចូលគឺត្រូវតែធម្មតាគ្មានខ្យល់ណាមិនធម្មតាទេប៉ុន្តែសំខាន់ប្រើវារបៀបម៉េចអញ្ចឹងណាឧបមាថាទូខ្យល់ហ្នឹងសម្រាប់មនុស្សយើងយកដៃបក់ខ្យល់ហើអត់រួចទេបើចាប់បក់វឹបហោះទៅរួចដោយសារមានខ្យល់នេះអញ្ចឹងខ្យល់មានប្រយោជន៍សម្រាប់ចាប់ហើយមានយើងអត់ចេះអីយើងយ៉ាងច្រើនបកើតខ្លែងហោះលេងចំពោះខ្យល់បក់ណាធ្វើកង្ហាល់រត់លេងប៉ុណ្ណឹងដល់គេចេះប្រើខ្យល់ជាប្រយោជន៍គឺធ្វើ wind power គឺប្រើពីគេប្រផ្នែខ្មែរយើងបែរណាមិញ wind power ហ្នឹងគឺធម្មពលខ្យល់អាដង្ហល់ធំដើម្បីយកភ្លើងឃើញទេចាអាខ្យល់បក់អា wind power ហ្នឹងហើយអាខ្យល់បក់កាយយើងហ្នឹងមានអីខុសគ្នាទេតែគ្មានស្អីខុសគ្នាទេដូចគ្នាប៉ុន្តែសំខាន់គឺប្រើមិនអញ្ចឹងណាខ្យល់ដង្ហើមយើងដូចគ្នាអញ្ចឹងដែរហ្នឹងអ្នកសិក្សាគេប្រើឧបាយបាន2សរុបទៅបាន3សម្រាប់សត្វលោកទៅប្រើដកដង្ហើមយករស់អត់ខ្យល់ស្លាប់ហើយខ្យល់វានាំអុកស៊ីហ្សែនទៅចិញ្ចឹមសួតនឹងទៅណាទៅអ្នកបដិបត្តិសមថកម្មដ្ឋានគឺយកខ្យល់ជាអារម្មណ៍ដើម្បីតោងចិត្តឲ្យនៅក្នុងអារម្មណ៍តែមួយញ៉េចេញក៏ដឹងចូលក៏ដឹងវែងដឹងខ្លីដឹងដើម្បីអីចងគ្រាកចិត្តមិនឲ្យគិតអារម្មណ៍ដទៃនេះយកខ្យល់ហ្នឹងមកជាអារម្មណ៍នៃសមថភាវនាឃើញទេមួយទៀតលោកយកខ្យល់ដដែលក៏ប៉ុន្តែមិនមែនជាសសម្ភារៈវាយោទេគឺបរមត្ថវាយោគឺភាពតឹងកម្រើកញ័រជាដើមហ្នឹងហើយមកជាអារម្មណ៍នៃវិបស្សនាណាអញ្ចឹងឃើញខុសគ្នាតាមកម្រិតបុគ្គលបាទខ្ញុំប្រហែលជាទៅលេងចង់រួចមែនតើណាកនេះម៉ៃចិនមន្តាជំរាបសួរលោកគ្រូខ្ញុំស្ដាប់លោកគ្រូពីចេតសិកមាន89ដួងចេតសិកអត់មានដល់89ទេមានតែ52ទេអញ្ចឹងណាចេតសិកទាំងអស់ប៉ុន្តែមិត្តភ័ក្តិខ្ញុំរៀនពីលោកមួយអង្គថាមាន86ដួងហ្នឹងហើយអាហ្នឹងក៏
ដឹងថាសំដៅដល់អីដែរបើសរុបមកគឺថារូបមាន28ចិត្ត89ចេតសិក52ហើយនឹងនិព្វាន1ក៏បាន2ក៏បាន3ក៏បាននិព្វានយើងរាប់យក1ចុះគឺសន្តិបត្តិ ហ្នឹងហើយហ្នឹងតើយើងស្ដាប់ដល់យកចិត្តទៅដាក់ឥឡូវយើងខ្លួនឯងក៏ស្ដាប់ពីខ្ញុំច្រឡំដែរ ថាខ្ញុំនិយាយចេតសិក89ហើយគាត់នោះក៏អាចស្ដាប់ច្រឡំដែរអញ្ចឹងខ្ញុំមិនដែលនិយាយថាចេតសិកមាន89ទេមានតែចិត្ត89ដួងអញ្ចឹងណាតែបើមានកន្លែងណាអញ្ចឹងថតឲ្យខ្ញុំស្ដាប់ផងតែខ្ញុំគិតថាខ្ញុំមិនដែលនិយាយអញ្ចឹងទេ មួយទៀតរ៉េតរ៉ែនជំរាបសួរលោកគ្រូខ្ញុំបានផលមកពីរៀននឹងហើយកាលពីមុនមិនតាន់រៀនទៅប្រព្រឹត្តអំពើអបាយមុខស្រាស្រីលបែងឆ្លោះតែគ្នាហើយចម្ពាក់លុយធនាគារសងគេដោយធូរកាលនៅផឹកស្រាលុយរកបានមកយកទៅចំណាយផឹកស្រីដល់តែលុយសងគេនៅតិចតួចហើយចេះតែបង្កើតមុខរបរនេះមុខរបរនោះបានតែហត់នៅតែខ្វះហ្នឹងហើយរត់តាមនឹងដោយរត់តាមពពកអញ្ចឹងវាបានសុខខ្លះដែរមិនអត់ទេ បាទប៉ុន្តែរស់នៅលើផែនដីនេះគួរតែធ្វើជំរកល្អជាងរត់តាមពពកស្រីស្រាលបែងសពគ្រប់នឹងវាមិនមែនថាมันសុខมันសบายទេវាមានសុខមានសบายស្រាប់ស្រាលអញ្ចឹងណាដោយសំណើចក្អាកក្អាយប៉ុន្តែវាមួយផ្លែតហ្នឹងមិនអញ្ចឹងទេឥឡូវទៅជុំគ្នាផឹកផ្លែតហ្នឹងទៅធ្វើទុកស្វឹងមកយប់ញ៉ាំ ហើយមិនគ្រាន់តែធ្វើទុកស្វឹងអីវាអស់លុយអស់កាក់អស់ពេលវេលាសម្រាប់ធ្វើការងារពេលវេលាសម្រាប់គ្រួសារហ្នឹងហើយ តែអញ្ចឹងទៅកូនមិនសូវបានភាពកក់ក្ដៅពីឪពុកព្រោះយើងផឹកអស់ពេលហើយដល់ពេលមើលកូនយើងថាគ្មានហើយកូននៅពេលដែលកំពុងតែភាពលូតលាស់កូនត្រូវស្រូបទាញនៅអ្វីនៅក្នុងបរិស្ថានជុំវិញកលេចទៅឪផឹកហើយឲ្យកូនចេះអីក្រៅពីផឹកបើឪគិតតែនាំគ្នាផឹកឪដើរលេងស្រីស្រាលបែងសពគ្រប់ឮតំណឹងថាឪអញធ្វើអញ្ចឹងហើយអញកូនគាត់ហ្នឹងគាត់បានគិតឯណាលើសយើងកើតហើយក្មេងសម័យតទៀតហ្នឹងវាកើតមកងប់ជ្រុកតែនឹងរឿងស្រីស្រាលបែងហ្នឹងគឺយើងសម័នយើងហ្នឹងអ្នកធ្វើឲ្យគាត់ណាកុំគិតទៅក្មេងឥឡូវខ្ញុំត្រូវនិយាយថាមនុស្សធំឥឡូវមនុស្សវ័យដូចខ្ញុំដូចអ្នកទាំងអស់គ្នាឥឡូវហ្នឹងវាល្មិចពុំយើងមកវាលចឹងហើយយើងនាំគ្នាត្អូញនោះមនុស្សឥឡូវផឹកស្រាដល់ហើយឥឡូវដកពួកយើងនឹងចេញទៅនិយាយតែរឿងកូនងាមកខួបចុះក្រោមមានពេលណាកើតមកផឹកឲ្យគាត់កើតក្នុងសង្គមមួយដែលអត់ផឹកមកបើគាត់ចេះផឹកអត់ទេចឹងគាត់ចេះមកពីណាចេះមកពីឪហ្នឹងបើមកពីតាហ្នឹងម៉ែហ្នឹងចេះមកពីអ្នកផ្សាយពាណិជ្ជកម្មហ្នឹងក្មេងណាគ្នាចេះហ្នឹងអត់ទេ
នឹងអំពើអាក្រក់ផ្សេងៗសុបស្កប់គ្រប់នឹងជេរប្រមាថគ្នាអីក៏ចឹងដែរក្មេងឯណាកើតមកចេះជេរមួយម៉ាត់អត់មើលកូនខ្ញុំមិនតាន់ចេះជេរម៉ាត់ផងនេះសុជាតិចេះនិយាយខ្មែរប៉ាំមកប៉ុន្តែអត់តាន់ចេះជេរម៉ាត់ទេប៉ិនក៏មកទៅលឺបន្តិចចេះឡើយអញ្ចឹងពីណាអ្នកខូចមុននោះចាស់នោះហើយខ្ញុំលឺទៅអូក្មេងឥឡូវពិបាកថាគ្មានមនុស្សចាស់នឹងពិបាកនិយាយគ្នាជាងក្មេងគ្មានពិបាកស្អីទេចាស់នឹងខ្ញុំចង់និយាយតែរឿងមនុស្សធំដឹងក្តីឆ្លោះគ្នាបចោគ្នារាល់ថ្ងៃហ្នឹងចម្លងទិន្នន័យអាក្រក់ឲ្យក្មេងគ្នាស្អាតសឹងអីកើតមកអត់ទាំងចេះជេរម៉ាត់ផងហេបាទអញ្ចឹងរ៉េតរ៉នហ្នឹងបាទរ៉េហ្នឹងបានផ្ដាច់ទាំងអស់ហ្នឹងហើយបានលើកឡើងខ្ញុំក៏សូមអនុមោទនាហ្នឹងហើយមិនមែនគេទៅប្រព្រឹត្តនឹងមិនសុបាយទេបើអត់ធៀបសុបាយគេមិនប្រព្រឹត្តទេអស់លុយផឹកអស់លុយខ្លះផឹកជាពាក់គេប៉ុន្តែមិនចេះតែផឹកវាសុបាយត្រូវទទួលស្គាល់ថាវាសុបាយមិនមែនអត់សុបាយទេវាសុបាយប៉ុន្តែសុបាយបែបហ្នឹងដូចទៅរកសុកក្នុងពពកខែប្រាំងអញ្ចឹងរត់តាមពពកស្រាអីចឹងដែរផឹកតម្លើងថ្លៃស្រាផឹកអាថោកវាមិនស្រួលទេទៅទិញអារាប់ពាន់ឯនោះខ្លះពិធីជប់លៀងគេម្ដងថាថ្លៃស្រារាប់ម៉ឺននោះដើម្បីជាតម្លៃគេលើស្រាហ្នឹងឯងបានធ្វើអីធ្វើទៅបានសួរបានអីទីមួយវាអត់មានបានអីទេបានតែខូចសុខភាពអស់លុយអស់ពេលវេលាអីចិត្តអកុលទាំងអស់ហ្នឹងវាមានហើយនិយាយពីមហូបគិតម្ហូបសុខភាពអីចេះហើយទៅផឹកអកុលស្រាហ្នឹងដូចផឹកអកុលចឹងណាហើយត្អូញខ្លាចខូចសុខភាពមហូបអីខំទៅណាទៅរយណាខំរួលដីដាំដំណាំអីណាដើម្បីកុំឲ្យវាមានជាតិគីមីដល់ហើយទៅនាំគ្នាផឹកអកុលទឹកតែមេវាហ្នឹងព្រោះអញ្ចឹងมันធ្វើឲ្យស្វឹងកើតទេបើវាមិនទៅសណ្ដំថ្លើមឲ្យវែងទេវាអត់ស្វឹងទេនឹងស្រាវាធ្វើមិនបានយើងស្វឹងទេវាទៅសណ្ដំថ្លើមហ្នឹងហើយថ្លើមមានតួនាទីកម្ចាត់ជាតិពុលហើយទៅធ្វើវាវែងហ្នឹងវែងថ្លើមបាត់ហើយណាបាទវាស្វឹងហ្នឹងឯងប៉ុន្តែធ្វើមិនទេក្នុងសង្គមយើងខ្ញុំមិនឃើញថាដើម្បីសប្បាយបើមិនដឹងថាមានអីឲ្យលើសស្រាទៀតសង្គមយើងគុំមនុស្សយើងរាល់ថ្ងៃហ្នឹងរៀបការអីគេថាបើអត់ដាក់ស្រាវាគ្មានន័យវាអត់មានន័យអាហ្នឹងការចុះប៉ុនទៀតឥឡូវប៉ុនផឹកស្រាទៀតប៉ុនខ្មោចផឹកស្រាទៀតអស់ហើយលីងហ្នឹងយូរមើលទៅដូចបន់ឲ្យតែម៉ែងគាត់ងាល់បើផឹកមិនហ្នឹងហើយមិនអីទេខ្ញុំមិនថាអីទេសប្បាយមិនសប្បាយទេដូចរ៉េតរ៉ែនមិញអញ្ចឹងដែរឥឡូវបានយល់បានដឹងអញ្ចឹងទេដែលថាក៏តលេខមើលទៅក្រោយវិញវាអត់ប្រយោជន៍ណាតោះយល់អញ្ចឹងទេបានកលេចមើលទៅគឺថាវាអត់ប្រយោជន៍តែបើកំពុងតែជាប់នឹងបានទេនិយាយអញ្ចឹងនៅចិត្តបែកមាត់អ្នកធរអ្នកអាយនឹងភ្លើឈួតអត់ដឹងគេសុបាយហ្នឹងអញ្ចឹងឯងសុខមាវតីប្រុកនេះថាសាធុជនជាសប្បុរសស្ដាប់ពាក្យរបស់សប្បុរសហើយលះកាត់គ្រឿងស្រវឹងបានដោយដែលជារបស់ពេញនិយមក្រៃលែងសម័យបច្ចុប្បន្នបាទត្រូវហ្នឹងហើយ
Thì men tên nó vừa lên dây krương sờ vắng nơi sọc kê ní có phắc đai mình ọt đê tại tuần tại bình vâyอายุ8 10 9 10អីទៅមានសិទ្ធហើយត្រូវមាន license ទៀតទៅទិញស្រាបានហើយយើងបរៀនកូនឲ្យជាប់ទាំងស្រាហ្នឹងតាំងពីកូនទៅទូចឲ្យតែកាន់10ស្រាកាត់ប្រើកូនទៅទិញស្រាឃើញទេឥឡូវយើងថាអូក្មេងឥឡូវផឹកនោះផឹកថាគ្មានទេចាស់ឥឡូវនឹងឯងហ្នឹងចាស់ឥឡូវនោះពុំវាអត់ល្អដូចថាយើងទៅចង់បានក្មេងល្អល្មិចវាចាស់អញ្ចឹងចាស់ហ្នឹងគឺថាត្រូវមើលម៉ែឪគេហ្នឹងខ្ញុំហៅចាស់ហើយឬក៏កន្លោះកមុំហ្នឹងក៏ដោយតែធ្វើទៅឲ្យក្មេងឃើញហ្នឹងគឺទៅទុកជាចាស់ហើយចាស់ជាងគេហ្នឹងឯងមួយយិតអញ្ចឹងហ្នឹងទៅស្ថាបនាកូនក្មេងសម័យក្រោយមិនបានឲ្យគ្នារស់នៅដោយមិនវក់វីនៅក្នុងអបាយមុខហ្នឹងជួនកាលទៅយើងចេះដែរឃើញគឺដាក់ផ្លាកស្រានឹងច្រើនយើងទៅប្រៀបធៀបប្រទេសគេដើរគ្មានឃើញផ្លាកស្រាមួយប្រទេសឯងឃើញតែផ្លាកស្រានិយាយផឹកនិយាយទៅផឹកដដែលនឹងនិយាយទៅស្អីវិញណាដូចហេនលក្ខណៈណាជួបជុំទល់តែស្រាសង្គមនឹងលោកគ្រូពិបាកចូលចំណោមណាហ្នឹងបាទតែបើយើងនិយាយពីកុសលធម៌បាទយើងគិតថាបើមិនផឹកវាពិបាកចូលសង្គមពិបាកតិចទេព្រោះមានឱកាសមានជំរើសច្រើនណាស់បើអញ្ចេះបើសិនជាយើងអត់មានពុទ្ធសាសនាយើងអត់មានញាតិធម៌អត់មានអ្នករសាសិលសោះហើយយើងដឹងតែឯងដកដឹងសិលតែឯងអានឹងគិតថាអូពិបាកសាមែនប៉ុន្តែប្រទេសយើងមានតន់សោះសូនអ្នករសាសិលណាមានអ្នករក្សាតើមិនអញ្ចឹងណាប៉ុន្តែបើមនុស្សស្រឡាញ់សិលពិតប្រកបហើយទោះមកពិភពលោកគេមិនរក្សាក៏មិនអីទៀតដូចប្រវត្តិរឿងប្រពន្ធរបស់ព្រះអិននាងសុជាតាកាលនៅគមគមាននោះប្រពន្ធ3ទៀតគេធ្វើកុសលកម្មទៅគេទៅទេវតាអស់ទៅនាងអត់កុសលកម្មគេកើតជាកុកបានព្រះអិនមកបញ្យល់ឲ្យរសាសិលយើងឯណាពិបាកជាងកុកសិល5ទី1មិនសម្លាប់សត្វនោះវាចំចំណីរបស់កុកហ្នឹងវាស៊ីត្រីរស់ហ្នឹងហើយវាងាយត្រីណាចេះតែងាប់ឲ្យឯងស៊ីនេះចុះមនុស្សយើងហ្នឹងមនុស្សយើងមិនបាច់សម្លាប់ក៏រស់បានមិនអញ្ចឹងណាឥឡូវគេថាមិនសម្លាប់គេមិនឲ្យហូបសាច់ហូបត្រីទេហូបជ្រក់ស្វ័យក៏រស់បានជ្រក់ទៅសក់ជ្រក់លឹបឆៃថាវជ្រក់ល្មេងឆាបន្លែនំប៉័ងមើលនាងកុកនាងនំប៉័ងណាហួជ្រក់ស្ពៃណាប៉ុន្តែដល់វាដឹងថាអំណាចកុសលនឹងវាល្មិចឃើញទេសុខចិត្តតាំងរសាសិលឲ្យបានប្រអិននោះនិមិត្តធ្វើជាត្រីរបៀបដូចត្រីងាប់ចឹងដែរមកឯនាងនឹងចឹករៀបលេបទៅដល់ឆាល់ទៅនាងអូត្រីរស់លែងវិញមិនយូរប្រហែលក៏ស្លាប់ទៅកើតជាមនុស្សដឹងជាតិដឹងហើយនៅចាំសិលសិក្ខាបទ5នៅចាំទៀត
Hay mà bị phục lộ cái đã đăng sal lắm đâu đăng nên vậy sal cái số sal một mạch po ấy thấy nhỉ cả tê vào đấy nó tôi chui thế ra vô rồi tè môi đặc là pơ từ lộ để phòng thằng puống mơ khơi là pơ thom mà đa đờ niềng nó mơ khơi sao tầm mê hăng ý cái lộ này lộ nô ai đặc mê một lộ để trắng cùng lọt và ăn đây mất phơ mà nô nó tha là bỏ dưỡng cái lộ oi tại nẹ miên sal ấy nẹ ọt sal là lộ oi nó miên sal phê mình lộ oi nè sọc chập đam suối sal mách sal mốc ấy po ấy mốc mách po ăn miên po sas nào anh ấy miên nà squal sal pram đợt niếng đắng chẳng đắng tham ớ mùi ấy pi ấy niếng đã mau pa na te pa ta về rẹ mani vì chạ ca sầm lạp sát vì chạ ca lùi trọp sầm bát vì chạ ca bậc bậc khóc nông cam vì chạ ca này dây của họ vì chạ ca phật thựcระวังnăng ngay chỉ thay đồ lưng vô tầng ó thân niên vô tầng trăm chứ vậy vẫn là về thời tốt của tư giờ tê và đa với nó phẹp tha răng tư dương nó trăm niên ấy đâu bị chút ba chân tứ nè tới chút ba chân tứ mà bị phục lúc mình xã hết đâu niên ra xa ta niên đó niên đăng ta thầu đào tao nà thế nhỉ niên thầu đã đăng ta đào tao nà vấn đề dương ở lầnนี้វាមិនមែនដល់សភាពដូចនាងហ្នឹងទេយើងមានវត្ត5000វត្តដែលនិយាយពីសិលមានអ្នកបួស70000អង្គមានចាស់ចាស់ទៅវត្តរាប់សែនអ្នកក៏មានអ្នករសាសិលរាប់សែនអ្នកដែរមិនតែទេដោយសម័យនាងហ្នឹងណាសម័យនាងនោះតែឯងនៅរសាបានសំខាន់នាងជ្រះថ្លាអត់សិលដូចគ្នាឥឡូវខ្ញុំសឹកហើយតាខ្ញុំមកនៅសង្គមកុហកហ្នឹងហើយតាខ្ញុំគ្មានខ្លាចអត់មិត្តផងខ្ញុំគ្មានខ្លាចទេតែខ្ញុំរាប់អានមនុស្សនឹងណាក៏ខ្ញុំរាប់អានដែរជួបគ្នានិយាយគ្នាលេងអីតែខ្ញុំមិនដែលខ្លាចថាខ្ញុំមិនផឹកចឹងគេមិនរាប់ខ្ញុំអត់ខ្លាចមិនខ្លាចមានអីឲ្យខ្ញុំខ្លាចខ្ញុំគ្រាន់តែមិនផឹកមិនផឹកមិនរាប់អានលោកឯងទេខ្ញុំក៏មិនដឹងធ្វើម៉េចព្រោះបើផ្ទាល់តែខ្ញុំផឹកបានរាប់អានមានន័យថាលោកស្រឡាញ់ស្រាជាងខ្ញុំយល់ឃើញចឹងបើលោកទុកខ្ញុំជាមនុស្សសំខាន់ខ្ញុំមិនផឹកក៏លោកឯងរាប់អានខ្ញុំដែរទោះជាលោកឯងនៅផឹកក៏ដោយពេលជួបខ្ញុំគ្មានស្រាឲ្យខ្ញុំគ្មានផឹកស្រាជាមួយយើងរាប់អានគ្នានិយាយគ្នាលេងជួយគ្នាទៅវិញទៅមកនៅតែបានចឹងបើដាក់គោលការណ៍មួយលោកឯងមិនផឹកខ្ញុំមិនខ្ចីរាប់អានលោកឯងខ្ញុំក៏មិនដឹងធ្វើម៉េចហើយភ័យទេអត់ភ័យហ៎ដើរទៅណាក៏មិនភ័យដែររឿងហ្នឹងរឿងមិនផឹកអត់ញៀនហ្នឹងខ្ញុំគ្មានភ័យមិនរាប់អានទេលោកឯងអត់ផឹកចឹងថាមិនដឹងធ្វើម៉េចខ្ញុំមិនដឹងធ្វើម៉េចព្រោះខ្ញុំតាំងចិត្តតែអត់ផឹកចឹងខ្ញុំគ្មានលេសអីទាំងដោយសារសុខភាពខ្ញុំមិនស្រួលមកខ្ញុំផឹកអត់ទេផឹកដាច់សិលខ្ញុំមិនផឹកខ្ញុំប្រកាសចឹងណាមកផឹកដាច់សិលខ្ញុំអត់ផឹកខ្ញុំរក្សាសិល5ខ្ញុំប្រកាសចឹងល្មិចបានមិនផឹកថាខ្ញុំរក្សាសិលឥឡូវថាពីមុនចុះខ្ញុំថានៅតែលោកហ្នឹងវាមិនដឹងមកវិញមើលបំបាក់ដូចគ្នាហ្នឹងឥឡូវខ្ញុំមកអីតាខ្ញុំនៅតែអត់ផឹកចឹង
មិនបានចឹងមាននេះមែនតែមែនទេពួកខ្ញុំដាក់ផឹកទៅដាច់សិលជឿផឹកអញ្ចឹងតិចប្រយ័ត្នអត់មានអ្នករាប់អានអាហ្នឹងក៏ខ្ញុំមិនដឹងធ្វើម៉េចណាវាមិនមែនជារឿងខ្ញុំត្រូវគិតផងណាចុះអ្នករាប់អានលោកឯងទល់តែអ្នកកាន់សិលដូចគ្នាឬខ្ញុំអ្នកផឹករាប់អានបានទេអត់រើសចាំផងអ្នកល្មិចក៏ខ្ញុំរាប់អានបានខ្ញុំមិនបានសំដៅថាឈប់ផឹកស្រាបានខ្ញុំរាប់អានខ្ញុំអត់ថាចឹងផងនៅផឹកទៅរាប់អានគ្នារាប់ទៅឃើញទេហេតុអីត្រូវដាក់លក្ខខណ្ឌឲ្យខ្ញុំថាបើផឹកស្រាបានខ្ញុំរាប់អានបើខ្ញុំអត់មានដាក់លក្ខខណ្ឌថាបើរាប់អានខ្ញុំអ្នកឯងត្រូវឈប់ផឹកស្រាដូចខ្ញុំដែរបានខ្ញុំរាប់អានខ្ញុំមានដាក់លក្ខខណ្ឌចឹងផងនោះផឹកទៅឃើញទេពេលនិយាយគ្នាពេលស្វឹងខ្ញុំមិននិយាយជាមួយច្រើនព្រោះពេលស្វឹងអាហ្នឹងមិនមែនមនុស្សនិយាយផងស្រានិយាយហ្នឹងនិយាយក៏អត់ប្រយោជន៍ពេលស្វាងស្រានិយាយគ្នាឃើញទេឃើញអត់ខ្ញុំរាប់អានមនុស្សតែខ្ញុំមិនរាប់អានស្រាទេតាមពិតយើងនៅតែរាប់អានគ្នាបានតែបើមនុស្សនិយាយថាបើមិនផឹកអត់រាប់អានមានន័យថាគេគ្មានស្រឡាញ់យើងជាងស្រាទេគិតមើលតម្លៃយើងប៉ុណ្ណាឃើញតម្លៃខ្លួនយើងហ្នឹងគ្រាន់តែមិនផឹកគេអត់រាប់អានផងហ្នឹងហើយដល់ផឹកទៅមុតជុំឋានមកពីស្រាទេយើងគ្មានតម្លៃអីទេកុំមកច្រឡំថាអូគេរាប់អានយើងអត់ទេគេរាប់អានស្រាតាមិត្តភក្តិខ្ញុំធ្លាប់បួសពីមុនគាត់ហូបស្រាតាប៉ុន្តែពេលស្វឹងខ្ញុំមិនទៅជួបទេបើណាត់គ្នានិយាយពេលហ្នឹងដល់អត់ស្វឹងមកខ្ញុំនិយាយព្រោះខ្ញុំនិយាយជាមួយមនុស្សខ្ញុំអត់និយាយមួយស្រាទេយ៉ាងណាយើងមើលប្តីប្រពន្ធខ្លះឃើញខ្ញុំតាមដែលលឺមកចង់វាយធ្វើបាបប្រពន្ធដាក់ឲ្យស្វឹងសិននិយាយបចោប្រពន្ធវាយប្រពន្ធដល់ពេលស្វាងវិញថាដឹងផងឃើញយកលេសស្រាអញ្ចឹងខ្ញុំមិននិយាយជាមួយស្រាទេខ្ញុំនិយាយមួយមនុស្សនេះចុះអ្នករាប់អានខ្ញុំផឹកស្រាបានទេហ្នឹងហើយផឹកទៅមានអីខ្ញុំមិនថាអ្នកឯងផឹកស្រាអញ្ចឹងកុំរាប់អានអញខ្ញុំអត់បានថាអញ្ចឹងផងណាប៉ុន្តែថាបើចង់និយាយសាច់ការគឺពេលអត់ស្រវឹងតែប៉ុណ្ណោះអញ្ចឹងតែបើស្រវឹងហើយនិយាយអត់ប្រយោជន៍ទេអាហ្នឹងស្រានិយាយមិនមែនមនុស្សនិយាយទេណាមួយទៀតចុះបុតបូរិនរាល់ថ្ងៃនៅកន្លែងការងារខ្ញុំដាក់ការស្ដាប់លោកគ្រូជានិច្ចមិត្តរួមការងារគេដឹងអ្នកខ្លះគាត់ធ្លាប់ស្ដាប់លោកគ្រូដែរគាត់យល់ក៏អនុមោទនាជាមួយតែអ្នកខ្លះទៀតមិនយល់បែរជាចំអកថានៅក្មេងសោះស្ដាប់ធัวអីទេស្ដាប់ធัวសម្រាប់តែអ្នកមានវិបត្តិផ្លូវចិត្តទេអ្នកផ្លូវចិត្តរឹងមាំដូចគាត់មិនត្រូវការស្ដាប់ធัวទេខ្ញុំញញឹមហើយនឹកថានេះមកពីគាត់មិនយល់ថាធัวជាអ្វីហើយគាត់ប្រៀបដូចមនុស្សកើតស្រែងហើយមិនចង់ព្យាបាលខ្លាចជាលែងបានលែងបានស្រួលយ៉ាងណាខ្ញុំសូមគោរពអរគុណលោកគ្រូដែលធ្វើជាធម្មទូតនាំយកព្រះធម៌ពិតរបស់ព្រះសម្មាសម្ពុទ្ធមកចែករំលែកសូមលោកគ្រូបន្តការងារដ៏ឧត្តមនេះរហូតទៅបាទសាធុចឹងខ្ញុំក៏សូមបញ្ចប់តែប៉ុណ្ណេះមុនម៉ោង10នាទីកហ្នឹងវាលែងចង់លឺហើយណាចឹងសូមនមស្ការលានិងជម្រាបលាបាទ